សួស្តីបងប្អូនលោកអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាសារជាថ្មីម្ដងទៀតហើយនៅកម្មវិធីជួបផ្ទាល់និយាយប៉ាត់ហើយថ្ងៃនេះជាវីដេអូទី2របស់ admin និយាយសំឡេងប៉ាត់របស់ admin សូមថាបងប្អូនទទួលបានហើយនឹងស្ដាប់បានមិនថាលឿននិយាយឬក៏និយាយមិនច្បាស់សង្ឃឹមថាបងប្អូននឹងជួយកែតម្រូវ admin សូមតម្លាក់នៅក្នុង comment ទាំងអស់គ្នាដើម្បី admin កាន់តែនិយាយច្បាស់និងល្អជាងមុនអរគុណបងប្អូនអរគ្នាបាទបងប្អូនសម្រាប់រឿងថ្ងៃនេះដែរខ្ញុំបានមកពីបងធីបានnóiរឿងនេះមក admin និយាយចាត់ជូនដល់បងប្អូនដើម្បីស្ដាប់កំសាន្តទាំងអស់គ្នាបាទបងប្អូនរឿងនេះបងធីបានជួបកាលពី6ឆ្នាំមុនដែលគាត់បានធ្វើមលងដាក់ត្រីបងប្អូននេះនៅក្នុងស្រុកខេត្តតំបន់របស់គាត់ក៏ហៅមលងដាក់ត្រីហើយពីថាគេជីកជ្រៅបងនៅលើភ្លឺស្រែឬក៏តាមតំពាំងតាមអីចឹងដើម្បីឲ្យត្រីវាឡើងមកច្រាំងទៅឬក៏ទឹកហូរមកខ្លាំងភ្លៀងខ្លាំងចឹងត្រីវាឡើងមកលើគោកចឹងត្រីនឹងចូលក្នុងរណ្ដៅជើងនឹងស្រុកគាត់ហៅថាមលងដាក់ត្រីបងប្អូនហើយរឿងនេះដែរបងធីសូមដាក់ចំណងចឹងថាងើបទៅយកត្រីម៉ោង4ទៀមភ្លឺបាទបងប្អូនបងធីគាត់បាននិយាយបន្តទៀតថាកន្លែងដាក់ត្រីរបស់គាត់នឹងគាត់ដាក់នៅពេលល្ងាចម៉ោង4កន្លះទៅដល់ម៉ោង6ឬក៏5កន្លះគាត់ត្រឡប់ទៅផ្ទះវិញហើយនៅពេលទៀមភ្លឺគាត់មកមើលត្រីគាត់អាចមកមើលម៉ោង6ក៏បានម៉ោង7ព្រឹកក៏បានដែរតែគាត់ចង់ទៅម៉ោង4ទៀមភ្លឺហើយដើម្បីកុំឲ្យគេលួចត្រីរបស់គាត់ឬក៏គាត់ចង់បាន2តង់ពេលព្រលឹមម៉ោង4កន្លះម្ដងនិងពេលម៉ោង4ទៀមភ្លឺម្ដងទៅម៉ោងក៏ចង់ម៉ោង4ទៀមភ្លឺក៏បាន4កន្លះក៏បានបងប្អូនតែមានចង់បញ្ជាក់ថាបងធីក៏ចង់បានត្រីហ្នឹង2ដងអញ្ចឹងក្នុងមួយថ្ងៃដែរដាក់លើម៉ោង4ចិត្តភ្លឺម្ដងហើយនឹងម៉ោង7ម្ដងចឹងណាបងប្អូនគាត់ធ្វើចឹងជារៀងរាល់ថ្ងៃខ្ញុំឆ្ងល់ថាអីក៏គាត់មិនខ្លាចខ្មោចគាត់ធ្វើម៉ោង4ទៀមភ្លឺម៉ោងគេពេញដេកហើយរៀងស្ងាត់មកដែរតែបងធីបញ្ជាក់ថាម៉ោងហ្នឹងក៏មានអ្នកទៅយកត្រីដែរមានអ្នកភូមិផ្សេងអ្នកភូមិរបស់គាត់អីចឹងគាត់ទៅយកដែរម៉ោង4ទៀមភ្លឺហ្នឹងហើយទៅពេលម៉ោង7គេក៏នាំគ្នាទៅយកដែរហើយបងធីថាគាត់ទៅយកត្រីជារៀងរាល់ថ្ងៃម៉ោង7ហ្នឹងគាត់យកត្រីហើយគាត់មកផ្ទះគាត់ងើបទឹកហើយគាត់ទៅសាលារៀនអញ្ចឹងបងប្អូនបងធីគាត់ធ្វើដាក់ត្រីហ្នឹងទៅជាម្នាក់ឯងឬក៏មួយពួកម៉ាក់គាត់បាទបងប្អូនបងធីក៏បាននិយាយបន្តថាដែលគាត់ធ្វើមលងដាក់ត្រីហ្នឹងដៅដាក់ត្រីបងប្អូនហើយជាបែបហ្នឹងបងតែស្រុកខ្ញុំក៏ហៅមលងដែរតែខ្លាចបងប្អូនផ្សេងគាត់អត់សូវយល់អញ្ចឹងក៏ហៅដៅដាក់ត្រីទៅថាគាត់ថាធ្វើអញ្ចឹងជារៀងរាល់ថ្ងៃហើយគាត់ធ្វើមិនមែនតែម្នាក់ឯងទេអ្នកភូមិគាត់ពួកម៉ាក់គាត់ពុកគាត់ក៏ធ្វើបាទអញ្ចឹងគាត់ធ្វើតលាចែកតំបន់គ្នាធ្វើពេលខ្លះក៏ធ្វើនៅតាមស្រែរៀងខ្លួនពេលខ្លះក៏ធ្វើស្រែរបស់អ្នកដទៃចឹងណាតែដឹងចាស់គេវាយដល់អត់ចឹងបាទបងប្អូនបាទបងប្អូនបងធីក៏បាននិយាយបន្តទៀតថានៅព្រឹកមួយនៅបងធីបានទៅយកត្រីស្រាប់តែមានវិញ្ញាណខ្មោចតាមលងគាត់ទៅពេលហ្នឹងបងធីក៏បានទៅដើរទៅយកត្រីធម្មតាទៅពេលហ្នឹងគាត់មកម្នាក់ឯងគាត់ថាភ័យណាស់ពេលណាដឹងមិនឃើញមកម្នាក់ឯងហៅគ្នាដែលដាក់តាមព្រឺខ្សែផ្សេងកន្លែងផ្សេងដូចជាមួយគ្នាដាក់នាំគ្នាមកជាមួយគ្នាអត់ទេគាត់មកម្នាក់ឯងកាន់ពិលមកដើរតក់ត្រក់ម្នាក់ឯងតមកដល់កន្លែងយកត្រីគាត់ចាប់ដាំយកត្រីទៅពេលយកត្រីក៏មិនអន់ដើម្បីមើលត្រីបាញ់ភ្លើងពិលមើលត្រីហ្នឹងនៅក្នុងរណ្ដៅហ្នឹងទីគេថាដូចមានមនុស្សឈរនៅខាងឆ្វេងដៃរបស់គាត់តែរៀងឆ្ងាយដែរដូចជារៀងឆ្ងាយដែរបងប្អូនដូចជាប្រហែល15ម៉ែត្រដែរណាបងប្អូនចូលថាសស្ទង់ក៏ប៉ុន្តែគាត់បានមើលឃើញទេគាត់តែពេលយើងអនទៅវាអាចនឹងភ្នែករបស់យើងឃើញមកទៅណាបងប្អូនដែលធ្លាប់ធ្វើវិញហើយជាអាចឃើញអញ្ចឹងបងប្អូនតាមបន្សតបងប្អូនឬការដៀងភ្នែកទៅហះបងប្អូនផ្សេងគ្នាណាគាត់ថាវិញក៏ឃើញដូចសស្ទង់តែពេលគាត់អនមើលត្រីហើយគាត់លែងចាប់អារម្មណ៍មើលត្រីគាត់យកភ្លើងពិលឲ្យជាប់ក្បាលរបស់គាត់ណាភ្លើងកែវពិលហ្នឹងបាញ់បាប់ជាប់ក្បាលរបស់គាត់ក៏ងាកទៅកន្លែងដែលគាត់ឃើញនោះគាត់បាញ់ទៅគាត់ឃើញផងអត់មានមនុស្សណាម្នាក់ពេលហ្នឹងបងធីគាត់ភ័យបិចគាត់ខយកត្រីដាក់ក្នុងថង់លឿនរត់ទៅផ្ទះតែម្ដងបងប្អូនរត់ឡងភ័យតែម្ដងទៅពេលគាត់រត់ទៅណាដូចមានសំឡេងរត់តាមគាត់ណាទុកពីក្រោយបងធីថាអូចាប់ហើយអញបាត់លងមែនទេឬក៏មនុស្សគេចាំយកត្រីពីអញឬក៏ជាម្ចាស់ស្រែអញ្ចឹងគេចាំមើលអាណាគេលួចកាប់ដណ្ដើលើភ្លឺស្រែរបស់គេអញ្ចឹងបងធីគាត់ភ័យគាត់រត់បាត់សំឡេងបងធីក៏រត់តទៅចិត្តដល់ផ្ទះហើយឡងភូសបោខ្ញាក់តាមនោះតទៅពេលមែនណាបងប្អូនហើយគាត់ងាកទៅលើចុង7លើខាងខ្មោចនោះវាហោះចូលដាំ7នោះភ្លុបវាសដល់បងប្អូនវាពាក់អោសសណាអូពេលនោះបងធីគាត់ថាអស់បលឹងគាត់រត់ចូលផ្ទះទៅបកទ្វារទាំងរត់ដូចភ្លក់លើក្រែម៉ែគាត់ថាម៉េចគាត់អត់មានថាហ៊ានថាអីទាំងអស់បងប្អូនអត់ដេកតែព្រលឹមឡើងគាត់ប្រាប់ម៉ែគាត់ថាយកមែនហ្នឹងពេលយកត្រីនៅក្នុងលងភ្លឺស្រែណាអត់ចូលខ្មោចទីដងកន្លែងដាក់កន្លែងយកត្រីម្ដងតមកពេលដល់ចិត្តផ្ទះកន្លែងណា7ម្ដងទៅអូ
អូចឹងដល់ម៉ែអើគាត់មិនដឹងថាយកមានជួបខ្មោចចុះមិនរត់មកភ័យសន្ស្លោណាម៉ែគាត់ស្មានថាចោលគេអីក៏ដេញកាប់អីចឹងបងប្អូនបางทีក៏បាននិយាយបន្តទៀតថាការលងលើកទី1វាបែបហ្នឹងទៅហើយវាខ្លាំងទៅហើយចាំមើលខ្មោចមកលងតង់ទី2វាយ៉ាងម៉េចវិញវាលឿននឹងឬក៏យ៉ាងណាតែបាន2 3ថ្ងៃបางทีក៏បានទៅមើលត្រីរបស់គាត់ដល់ម៉ោង4ទៀមភ្លឺបន្តទៀតដើម្បីទៅយកត្រីគាត់ក៏នាំពួកម៉ាក់គាត់ដេកផ្ទះជាមួយគ្នាអន3នាក់អញ្ចឹងបងប្អូនបានគ្នាដាក់តាមភ្លឺស្រែចិត្តគ្នាអញ្ចឹងទៅដើម្បីងាយស្រួលយកត្រីជាមួយគ្នាទាំងបងប្អូនគួរណាត់ជាមួយគ្នាហើយបางทีថាគាត់នងគ្នា3នាក់គាត់ហ្នឹងពួកម៉ាក់គាត់ដើរជាមួយគ្នាទៅតែគាត់ដើរសត្វតែគាត់ងាកទៅដើមពលហើយដើមពលគឺដូចមានអ្នករួនដើមពលគ្នាគាត់ក៏ឃើញហ្នឹងបាញ់ពលទៅចុះមិនដើមពលគឺអត់មានខ្យល់ផងណាពួកគាត់ក៏នងគ្នាយកដុំថ្មគប់លើដើមពលទៅគប់អត់មានអីទាំងអស់ថ្មធ្លាក់មកដីធម្មតាពួកគាត់ក៏អត់ខ្វល់គ្នា3នាក់មានពលហើយពួកគាត់នាំគ្នាទៅមើលត្រីទៅពេលដល់ហើយមើលត្រីលេងនាំគ្នាទៅមើលតាមភ្លឺខ្សែដែលគាត់ដាក់ត្រីបាត់ត្រីអត់មានទេគាត់ថាចុះថ្ងៃនេះបានត្រីសោះហើយតោះយើងទៅមើលកន្លែងផ្សេងទៀតក៏អត់ឃើញត្រីដែរពីដល់បីសោះតែគាត់ឃើញមនុស្សសពីចង្ងាយកន្លែងដំពិលពីចង្ងាយផ្លូវជិតផ្ទះគាត់មានណាបងប្អូនពេលនឹងបางทีនឹងពួកម៉ាក់គាត់ក៏នាំគ្នារត់ទៅភូមិផ្សេងតែភូមិផ្សេងនិងភូមិបางทีហ្នឹងគឺនៅជាប់គ្នាទេគាត់រត់ទៅផ្លូវភូមិជិតគ្នាណាទេតើពួកគាត់បានត្រៀមគ្នារត់ទៅហើយសប្តាហ៍មានអ្នកវិចាំង7មកថារត់ទៅណាអញតាតែកំពិតពួកគាត់អត់បានឃើញបងប្រុសម្នាក់ហ្នឹងទេតែគាត់ឃើញខ្មោចសនៅលើដើម7នៅជិតផ្លូវភូមិរបស់បងធីទៅវិញទេចាំបងធីគាត់បកវិញទៅគឺមានគ្នាមនុស្សចាស់មកជាមួយអញ្ចឹងបាទបងប្អូនហើយការហ្នឹងក៏បានចប់ត្រឹមហ្នឹងតែបងធីឥឡូវបានឃើញថ្ងៃទៀតហើយពេលនេះជួបបងប្រុសមកយកត្រីនៅម៉ោង4ទៀមភ្លឺដូចគ្នាហ្នឹងបាទបងប្អូនចប់ពីហ្នឹងហើយបងធីក៏បាននិយាយបន្តទៅថាចាប់ពីថ្ងៃហ្នឹងមកគាត់លែងហ៊ានទៅយកត្រីនៅម៉ោង4ទៀមភ្លឺទៀតគាត់ទៅយកម៉ោង7ម្ដងគាត់ខ្លាចជួបខ្មោចលោនៅកន្លែងផ្លូវទៅយកត្រីហ្នឹងឡើងដល់7ហ្នឹងហើយមកទៀតខ្លាចខ្មោចលោនៅកន្លែងដែលគាត់ដាក់ត្រីហ្នឹងអញ្ចឹងចាប់ពីថ្ងៃហ្នឹងមកបងធីក៏លែងហ៊ានទៅយកត្រីនៅម៉ោង4ទៀមភ្លឺទៀតហើយគាត់ចង់យកម៉ោង7ព្រឹកបានគាត់ទៅយកត្រីបាទបងប្អូនរឿងនេះក៏អស់ទៅនេះដែរអរគុណបងធីសម្រាប់ការតែរឿងនេះមកអេដមីនឲ្យបងប្អូនស្ដាប់កំសាន្តទាំងអស់គ្នាបាទបងប្អូនឥឡូវចូលមកដល់សាច់រឿងទី2របស់យើងដែលរឿងនេះអេដមីនបានមកពីបងការគាត់ជាគ្រូបង្រៀនបន្តពីឪពុករបស់គាត់បានល្ងាចមួយឪពុករបស់គាត់និងម៉ាក់របស់គាត់បានទៅជួបជុំក្រុមការងាររបស់ខាងឪពុករបស់គាត់ពេលហ្នឹងគាត់ក៏នៅដល់យប់ប្រទានបានមកផ្ទះទេហើយបងការក៏នៅផ្ទះជាមួយនឹងប្អូនប្រុសរបស់គាត់មិនបាននាទីដូចជាម៉ោង6ល្ងាចហ្នឹងប៉ាបងការបានទៅបងការថាអត់ទៅយកសិភៅវត្តមាននៅក្នុងសាលារៀនហើយសាលារៀនរបស់ប៉ាបងការបង្រៀននោះគឺនៅក្នុងវត្តមួយកន្លែងបងប្អូននៅពេលដែលបងការយកសិភៅវត្តមាននៅក្នុងសាលារៀននោះក៏បានទៅពីអ្នកប្អូនរបស់គាត់តែគាត់បានដើរទៅពោះចិត្តផ្ទះរបស់គាត់ទេសាលារៀននោះគាត់ក៏ដើរដល់ក្នុងសាលារៀនគាត់ក៏បានបើកតុយកសិភៅវត្តមាននោះគាត់ដើរមកវិញជាមួយនឹងប្អូនរបស់គាត់ហើយបន្ទាប់មកគាត់ដើរដល់ក្នុងវត្តគាត់ស្រាប់តែឃើញយាយចាស់ដើរមកពីខាងក្រោយគាត់អញ្ចឹងបងប្អូនអញ្ចឹងបើថាមិនយាយដើរមកពីកាអត់ដឹងអញ្ចឹងបើគាត់ងាកងទៅមិនយាយដើរដូចឲ្យមានជើងហើយដើរមិនអង្គការក៏អត់ខ្វល់ដែរហូរយប់ដែរហើយពីម៉ោង1កន្លះហើយអត់ចាប់ដើមចេញពីកន្លែងសាលារៀនណាបាទបងប្អូនបង្ការគាត់ក៏បានដើរទៅមុខបន្តទៀតគាត់គិតថាជាដូនជីយាយជីនៅក្នុងវត្តហ្នឹងទៅអត់ចាប់អារម្មណ៍ទេតែគាត់ស្មានត្រង់មួយអត់ជើខេតអីក៏គាត់អាចដើរទៅមុខបានបង្ការក៏ងាកទៅក្រោយម្ដងទៀតសពតែបាត់យាយម្នាក់ហ្នឹងបង្ការស្ងល់ដែរពីអ្នកប្អូនគាត់ចាប់ដៃប្អូនគាត់ដើរយ៉ាងលឿនគាត់ដើរណាគាត់ក៏ងាកទៅខាងស្ដាំទៅខាងព្រះវិហារនៅក្នុងវត្តគាត់ឃើញយាយចាស់ហ្នឹងនៅលើព្រះវិហារពងគង់ដើរឡើងទៅជាន់មួយទៀតនៅក្នុងព្រះវិហារហ្នឹងបង្ការដើរចំលេងបាត់នេះខ្លាចជាខ្មោចអីមិនតែមិនជាដូនជីទេមិនឃើញគាត់នៅដើរក្រោយណាហើយលើគាត់ទៅដល់នោះបាត់ហើយមានជើងផងមានណាបង្ការនាំប្អូនគាត់រត់តែម្ដងពីអ្នកហ្នឹងគាត់ថាអូយខ្ញុំរត់លឿនហើយគាត់រកផ្ទះគាត់ក៏និយាយរឿងរ៉ាវហ្នឹងប្រាប់ប៉ារបស់គាត់ពីប៉ាគាត់មកពីជុំពួកម៉ាក់គាត់វិញមានណាបងប្អូនហើយប៉ាគាត់ប្រាប់ថាខ្មោចលោកហ្នឹងហើយ
មានអីទៀតចឹងបង្ការក៏ដឹងថាយាយចាស់ម្នាក់ហ្នឹងគឺជាខ្មោចបងប្អូនចឹងតពីថ្ងៃហ្នឹងមកប៉ាបង្ការគឺលែងហ៊ានប្រើបង្ការទៅយកសភៅនឹងពេលយប់ហើយគាត់ក៏លែងភ្លេចទៀតណាហើយបងប្អូនរឿងរបស់បង្ការក៏បានចប់ត្រឹមនេះហើយផងដែរបាទអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការជួយគ្រប់គ្រងកម្មវិធីជួបផ្ទាល់និយាយពិតឥឡូវរឿងថ្ងៃនេះក៏បានមកដល់ទីបញ្ចប់ហើយផងដែរអរគុណបងប្អូនសម្រាប់ការជួយចុច Subscribe និងចុចមើលទាំងអស់គ្នាអរគុណច្រើនមែនតើជួបគ្នានៅរឿងបន្តទៀតអរគុណច្រើនសុខសប្បាយទាំងអស់គ្នា